ទី38ការស្ដាប់រឿងក្អែកកាកូនសំណួរ1តើក្អែកកាកូននៅកន្លែងណា2ហេតុអ្វីបានជាអណ្ដើកមកដល់ក្រោយគេ3ហេតុអ្វីបានជាអណ្ដើកធ្លាក់ចុះមកដល់ដីវិញលំហាត់ចូលរៀបលំដាប់ព្រឹត្តិការណ៍រឿងដោយបង់លេខតាមលំដាប់ប្រអប់ខាងក្រោមមួយរំពេចនោះអណ្ដើកគោរបូតមាត់ពីកន្ទុយពោះធ្លាក់ខ្ពកមកលើដីបណ្ដាលឲ្យស្នាមស្នោកនិងជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះមានស្ដេចក្អែកមួយចាត់ឲ្យពួកពលទៅអញ្ជើញភ្ញៀវទាំងអស់មកស៊ីកាកូនពេលនោះពស់គោឲ្យស្ដេចក្អែកខាំកន្ទុយហើយលូនយោងអណ្ដើកឡើងទៅលើស្ដេចអណ្ដើកក៏វារទៅនឹងគេដែរតែមកដល់ក្រោយគេគោប្រទះឃើញពស់លូនបំរុងនឹងទៅស៊ីកាកូនបងក្អែកដែរសំណេរកចូលសរសេរតាមអានត្រួតពិនិត្យពាក្យនិងល្បះខាងក្រោមភ្ញៀវបំរុងផ្សំផ្គុំអណ្ដើកកន្ទុយអណ្ដើករបូតមាត់ពីកន្ទុយពោះធ្លាក់ខ្ពកមកលើដីខចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមកន្ទុយអណ្ដើកភ្ញៀវស្នាមក្អែកហាមខំវាឃើញ1មានស្ដេច1ចាត់ឲ្យពលហៅទាំងអស់មកស៊ីកាកូន2ស្ដេចក្អែកទៅនឹងគេដែរតែទៅដល់ក្រោយគេគោប្រទះពស់លូនបំរុងនឹងទៅស៊ីកាកូនស្ដេចក្អែកដែរ3ពេលនោះពស់គោឲ្យស្ដេចខាំកន្ទុយហើយលូនយោងឡើងទៅលើដោយឲ្យប្រយ័ត្នមាត់4មួយរំពេចនោះអណ្ដើកគោរបូតមាត់2ពស់ធ្លាក់ខ្ពកមកលើដីបណ្ដាឲ្យស្នាមស្នោកជាប់រហូតមកដល់សព្វថ្ងៃនេះ1ពស់កំពុង2អណ្ដើកកំពុង